បាទសូមជម្រាបសួរលោកគ្រូអ្នកគ្រូដោយសារខាងមន្ទីរក៏ដូចជាការឡាយឲ្យយើងស្រង់វត្តមានរបស់សិស្សជារៀងរាល់ខែដើម្បីឲ្យយើងបំពេញរបាយការណ៍ជូនទៅថ្នាក់លើដូច្នេះហើយបានខ្ញុំសូមធ្វើវីដេអូមួយដើម្បីបង្ហាញពីការចុះវត្តមានសិស្សនិងត្រឡប់ឈ្មោះសិស្សដោយសារសិស្សរបស់យើងមានឈ្មោះនាមតកូលនោះមានន័យថាឈ្មោះមុននាមតកូលក្រោយអញ្ចឹងលោកគ្រូអ្នកគ្រូខ្លះគាត់ពិបាកមើលអញ្ចឹងខ្ញុំសូមចូលទៅវិធីត្រឡប់ឈ្មោះសិស្សមុនបន្ទាប់មកយើងនឹងទៅចុះវត្តមានសិស្សបាទអញ្ចឹងយើងចូលទៅថ្នាក់បឋម PLP យើងទាំងអស់គ្នាបាទចូលទៅសិស្សបន្ទាប់មកទៀតចូលទៅថ្នាក់បឋមចំនួនថ្មីបាទយើងចូលទៅ scan QR code ខ្ញុំមិនចូលតាមគណនីទេខ្ញុំសូមចូលទៅតាមរយៈ QR code បាទអញ្ចឹងលោកគ្រូអ្នកគ្រូទៅជ្រើសរើសយក QR code របស់ថ្នាក់លោកគ្រូអ្នកគ្រូបាទខ្ញុំសូមយករបស់អ្នកគ្រូមួយដើម្បីបង្ហាញជាឧទាហរណ៍ជូនបាទអញ្ចឹងលោកគ្រូអ្នកគ្រូចូលទៅកន្លែង profile បាទកន្លែងឈ្មោះគ្រូហ្នឹងបាទអញ្ចឹងលោកគ្រូអ្នកគ្រូចុចថាគ្រប់គ្រងសិស្សបាទនេះជាវិធីត្រឡប់ឈ្មោះសិស្សដោយសារថ្នាក់នេះខ្ញុំបានត្រឡប់ហើយបណ្ដាខ្ញុំនឹងឧទាហរណ៍ជូនលោកគ្រូអ្នកគ្រូមើលបាទអញ្ចឹងយើងចូលទៅសញ្ញាព្រួញត្រឡប់នេះបាទលោកគ្រូអ្នកគ្រូចុចកន្លែងព្រួញត្រឡប់ដែលខ្ញុំចូលម៉ៅនេះមកលោកគ្រូអ្នកគ្រូជ្រើសរើសយកទាំងអស់បាទលោកគ្រូអ្នកគ្រូមិនចាំបាច់ចុចម្ដងមួយទេគឺលោកគ្រូអ្នកគ្រូជ្រើសរើសយកទាំងអស់បន្ទាប់ទៀតលោកគ្រូអ្នកគ្រូមើលបេតុងខាងក្រោមដាក់ថាបដូរត្រឡប់63នាក់មានន័យថាសិស្សយើង63នាក់ជាងនឹងបដូរត្រឡប់ទៅតកូលហើយបានឈ្មោះបាទដោយសារថ្នាក់អ្នកគ្រូត្រឡប់ហើយស្រេចខ្ញុំមិនចាំបាច់ចុចបដូរត្រឡប់នេះទេខ្ញុំសូមយកបោះបង់បាទជាបន្តទៀតវិធីចុះវត្តមានសិស្សបាទខ្ញុំនឹងចូលទៅ profile នឹងដដែលរួចចុចថាវត្តមានសិស្សបាទនេះគឺជាឈ្មោះសិស្សរបស់ថ្នាក់លោកគ្រូអ្នកគ្រូបាទអញ្ចឹងថ្ងៃទី6ខែ3នេះយើងនឹងចុះវត្តមានសិស្សអញ្ចឹងតែពិតវត្តមានសិស្សហ្នឹងគឺយើងចុះជារៀងរាល់ថ្ងៃបាទអញ្ចឹងឧទាហរណ៍ថាជុំនាទីបាទសញ្ញាគ្រីសនេះអញ្ចឹងយើងចុចគ្រីសនេះមួយមានន័យថាគាត់មករៀនមានន័យថាសិស្សហ្នឹងវត្តមានវត្តមានរៀននៅក្នុងថ្នាក់បាទអញ្ចឹងយើងចុចពណ៌បៃតងនេះសញ្ញាថិចនេះបន្ទាប់មកទៀតបើសិនជាជុំនាទីនេះបាទចុចខ្វែងមានន័យថាសិស្សនោះអវត្តមានបាទអញ្ចឹងសិស្សនោះអវត្តមានមូលហេតុអីបាទមូលហេតុនៃការឈប់របស់គាត់អញ្ចឹងជាសេមូលហេតុបើសិនជាលោកគ្រូអ្នកគ្រូមិនដឹងមូលហេតុទេលោកគ្រូអ្នកគ្រូដាក់ថាគ្មានមូលហេតុអញ្ចឹងបាទហើយបន្តមកទៀតសញ្ញានីលកាបាទសញ្ញានីលកានេះមានន័យថាសិស្សមករៀនយឺតបាទអញ្ចឹងសិស្សមករៀនយឺតមូលហេតុអីអញ្ចឹងលោកគ្រូអ្នកគ្រូបញ្ជាក់មូលហេតុឲ្យគេបាទអញ្ចឹងទៅសេមូលហេតុកង់បែកឬក៏យ៉ាងម៉េចបានស្រេចតែលើសិស្សដែលគាត់មានបញ្ហាយឺតបាទហើយមួយទៀតសញ្ញាដូចជារៀងប្រតិទិនហ្នឹងគឺមានន័យថាសិស្សឈប់មានច្បាប់អញ្ចឹងគាត់សុំច្បាប់លោកគ្រូអ្នកគ្រូនៃការឈប់របស់គាត់នឹងក្នុងថ្ងៃ6ខែ3 2026ហ្នឹងអញ្ចឹងមូលហេតុនៃការឈប់របស់គាត់ឈឺបាទគាត់មានតារៈចាំបាច់ណាមួយដែលគាត់សុំច្បាប់បាទអញ្ចឹងលោកគ្រូអ្នកគ្រូចុះវត្តមានទៅលើសិស្សគ្រប់គ្នាទាំងអស់ហើយលោកគ្រូអ្នកគ្រូអូសចុះក្រោមយកពាក្យថារក្សាទុកបាទអញ្ចឹងនៅពេលដែលលោកគ្រូអ្នកគ្រូចុចរក្សាទុកប្រព័ន្ធដាក់ថាកំពុងដំណើរការហើយជោគជ័យបច្ចុប្បន្នភាពវត្តមានបានជោគជ័យបាទអញ្ចឹងមានន័យថាលោកគ្រូអ្នកគ្រូចុះវត្តមានរួចស្រេចអញ្ចឹងខ្ញុំចុះវត្តមានមិញនេះតែសិស្សម្នាក់សម្រាប់ឧទាហរណ៍ជូនលោកគ្រូអ្នកគ្រូបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងបាទសូមជម្រាបលាបាទ